បងប្អូនថ្ងៃនេះខ្ញុំច្រៀងចម្រៀងមួយបទទៀតដោយសារតែចម្រៀងថ្ងៃមុនគឺមានការគ្រប់គ្រងជាច្រើនអំពីបងប្អូនយើងអញ្ចឹងចម្រៀងមួយបទនេះក៏ជាបទដាមរបស់សិគុណកញ្ញាដូចគ្នាអញ្ចឹងបងប្អូនចាំទាយមើលថាវាមានចំណងជើងអីដែរអូខេតោះយើងទៅទាំងអស់គ្នាថាមួយទៀតលោកនេះគ្មានអ្វីអាចបញ្ឈប់ពេលមិនអោយដើរមិនអាចស្ដាប់ព្រះអាទិត្យឈប់បញ្ចេញរាងស្មៃរត់តែមិនអាចខូចភ្លៀងកំពុងធ្លាក់លើដីក៏គ្មានអ្វីហាមចិត្តស្រីឈុំស្នេហ៍បងបើសួរថាស្រឡាញ់បងជ្រាលជ្រៅប៉ុណ្ណាចង់ប្រាប់ថាស្រឡាញ់បងដល់បេះដូងលែងលោបើសួរថាប៉ុន្តែត្រូវការបងរហូតអូនប្រកាសជាឆ្លើយថាពិតណាស់បាញ់មួយជីវិតបាញ់ដងនេះអូនអើយបងមើលថែអើយល្អណាស់ថើយដោយការស្រឡាញ់បងកប់ក្តីអាណិតគុំដាក់ឆ្ងាយខ្លួនពេកប្រយ័ត្នវាបែកឬក៏កិតដាក់នៅចិនគៀកកិតទ្រង់ឆ្វេងបងនេះណាជីវិតអូនរស់ឡើងវិញក្រោយពេលបានជួបបងគឺជាក្របបែបចាប់ពីឋានទេវតាបានតែកាន់ដៃគ្នារហូតស្រឡាញ់ដល់ខ្លាចជាយាយតាតោះយើងធ្វើដៃសន្យាថាស្រឡាញ់គ្នាដល់ចាស់ណាបើសួរថាស្រឡាញ់បងជ្រាលជ្រៅប៉ុណ្ណាចង់ប្រាប់ថាស្រឡាញ់បងដល់បេះដូងលែងលោបើសួរថាប៉ុន្តែត្រូវការបងរហូតអូនប្រកាសជាឆ្លើយថាពិតណាស់បាញ់មួយជីវិតបាញ់ដងនេះអូនអើយបងមើលថែអើយល្អណាស់ថែដោយការស្រឡាញ់បងកប់ក្តីអាណិតគុំដាក់ឆ្ងាយខ្លួនពេកប្រយ័ត្នវាបែកឬក៏កិតដាក់នៅចិនគៀកកាន់ទ្រង់ឆ្វេងបងនេះណាជីវិតអូនរស់ឡើងវិញក្រោយពេលបានជួបបងគឺជាគ្រូពេទ្យចុះពីឋានទេវតាបានតែកាន់ដៃអូនរហូតស្រឡាញ់ដល់ខ្លាចជាយាយតាតើយើងធ្វើដៃសន្យាថាស្រឡាញ់គ្នាដល់ចាស់ណាបាញ់ដងនេះអូនអើយបងមើលថែអើយល្អណាស់ថែដោយការស្រឡាញ់បងកប់ក្តីអាណិតគុំដាក់ឆ្ងាយខ្លួនពេកប្រយ័ត្នវាបែកឬក៏កិតដាក់នៅចិនគៀកកិតទ្រង់ឆ្វេងបងនេះណាជីវិតអូនរស់ឡើងវិញក្រោយពេលបានជួបបងគឺជាគ្រូពេទ្យចុះពីឋានទេវតាបានតែកាន់ដៃអូនរហូតស្រឡាញ់ដល់ខ្លាចជាយាយតាតើយើងធ្វើដៃសន្យាថាស្រឡាញ់គ្នាដល់ចាស់ណាសន្យាជម្រាបលា